បងប្រាប់អូនថាចង់ញ៉ាំមិនដុតអូននៅមិនសុខដុតឲ្យបងញ៉ាំភ្លាមទៀតហើយអញហើយចាំបានផ្ទះបាញ់អត់ទៅមែនកុំបាយច្រើនមកកាត់យើងជេបុកខ្ទឹមនិងម្ទេសទឹកម្ល៉េះចាក់ប្រេងខ្យងទឹកត្រីចូលគ្រឿងកាត់ចាស់មានដែងស្លឹកគ្រៃនិងល្ខោយម្ទេសនិងខ្ទឹមដែលចាក់ចោលមិញយកដាក់មាន់យើងហើយដាក់ប៊ីចេងហើយនឹងស្ករតាមចំណង់ចំណូលចិត្តយើងមកទាំងអស់គ្នាហើយយើងច្បាច់វាឲ្យចូលជាតិត្រឡប់ពីឡាំងចង់ឲ្យវាចូលជាតិចឹងមកគ្នាពាក់សំដៃបន្តែពនីអនាម័យ100%យកកបិតមកឆូតកផ្លូវហើយនឹងទ្រង់វាដើម្បីឲ្យកាន់តែចូលជាតិបានល្អយកគ្រឿងកាត់ឆ្អាបរបស់យើងនោះដាក់ញាត់ចូលក្នុងពោះវាអញ្ចឹងទៅអ្នកទាំងអស់គ្នាដើម្បីកុំឲ្យវាឆ្អាបអញ្ចឹងណាខ្ញុំប្រើយកចេកមួយយើងរៀបដាក់ឆ្នាំងខាងក្រៅហើយយើងដាក់មាន់យើងពីលើចឹងមកមាន់ក្មេងអានេះម្ទេសធ្វើចេះកកង់ឥឡូវខ្ញុំបានបង្ហាញហើយមកឆែកមើលមាន់របស់យើងឃើញថាឆ្អិនហើយព្រោះអីមាន់នឹងវាក្មេងដែរនេះទឹកជាលក់ដែលខ្ញុំបានធ្វើទាំងអស់គ្នាធ្វើរួចដាច់ភ្លើងបដ ாய் មកម្ហូបទាំងអស់គ្នា